ថ្ងៃទី1សម្រាប់ខ្ញុំនៅតូក្យូអត់ផ្លេចទេគឺទៅ Agusa Station ដោយសារតែខ្ញុំទៅហ្នឹងគឺចង់ទៅលេងជាមួយនឹង Sensuji Temple បានមកដល់ហ្នឹងហើយខ្ញុំក៏ឆ្លៀតមកតែងពាក់ខោអាវរបស់ប្រពៃណីជនជាតិជប៉ុនមានអីបែបបានពាក់ខោអាវហ្នឹងហើយមើលខ្លួនឯងទៅដូចជនជាតិជប៉ុនតែជប៉ុនអ៊ីឌីតដោយសារមីទូកន្លែងដែលខ្ញុំទៅជួលខោអាវហ្នឹងគឺនៅជិតប្រាសាទហ្នឹងដែរឈ្មោះដែលខ្ញុំទៅជួលហ្នឹងគឺណាកូកន្លែងហាងរបស់គាត់ទីធ្លាធំទលាយហើយគាត់មានតម្លៃបញ្ចុះតម្លៃសម្រាប់អ្នកដែលគាត់តែងជាលក្ខណៈ couple កន្លែងហាងគាត់ហ្នឹងគឺមានកៅអៅច្រើនឲ្យយើងជ្រើសរើសតម្លៃសមរម្យព្រោះដោយសារតែនៅកន្លែងផ្សេងក៏គេមានតម្លៃថ្លៃជាងនឹងដែរតែបញ្ជាក់មួយគេផងថាយើងជ្រើសរើសកៅអៅណាតម្លៃប៉ុណ្ណាកុំឲ្យដូចខ្ញុំជ្រើសរើសមកដល់កៅអៅតម្លៃថ្លៃប្រោយប៉ុន្តែចាបានក្រុមការងាររបស់ខ្ញុំគាត់តែងដែរដល់ពេលអញ្ចឹងទៅខ្ញុំដាក់ couple មួយគាត់ទៅបាន discount ឥឡូវចូលមកដល់ Sensuji Temple វិញតាមពិតទៅអ្នកខ្លះគេហៅវត្ត Sensuji តែអ្នកខ្លះហៅប្រាសាទអញ្ចឹងតែខ្ញុំមិនដឹងថាខ្ញុំហៅមួយណាត្រូវទេនៅក្នុងហ្នឹងយើងមានកន្លែងដើរច្រើនហើយសម្រាប់កន្លែងនេះវិញគឺគេមានលក់ទំនិញរបស់ប្រពៃណីជនជាតិជប៉ុនថ្ងៃដែលខ្ញុំទៅលេងហ្នឹងគឺថ្ងៃច័ន្ទផងប៉ុន្តែមនុស្សច្រើនខ្លាំងណាស់អ្នកទាំងអស់គ្នាសម្រាប់នៅក្នុងវត្តហ្នឹងគាត់មានកន្លែងបោះកាក់ហើយជាលក្ខណៈប្រពៃណីរបស់គាត់ហើយយើងអាចសុំសំណាងល្អមកវិញមានធូបមានអីអុជដូចតែយើងដែរតែដល់ពេលមកដល់កន្លែងនេះវិញគឺពេលដែលយើងអុជធូបហើយខ្ញុំឃើញបងជនជាតិជប៉ុនហើយនឹងភ្ញៀវទេសចរហ្នឹងគឺគាត់មកសុំសំណាងកន្លែងហ្នឹងហើយមានច្រើនកន្លែងខ្លាំងមែនតើខ្ញុំមានណាចាំការសុំដែរហើយអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយបងទាំងអស់គ្នា